អ្នកនៅកំពង់សោមនេះមើលទៅប្រាក់ខែអ្នកខ្លះប្រហាក់ប្រហែលយើងទេប៉ុន្តែគឺមានពាក់ឡើងធំដល់ពេលយើងវិញអត់មានអីសោះនេះដកម៉ៃមេហើយអ្នកនរគ្នាមានតែពេលខ្លះចុងខែត្រូវខ្ចីលុយគេចាយក៏មានដែរឥឡូវយើងទៅស្រែចម្ងល់ទាំងអស់គ្នាថាតើអូខេគេសំលុយមិនបានគេមានពាក់អីចឹងណាដល់ពេលយើងមានតែចុងខែដាច់លុយបាទតាអូខេតាមពិតទៅមនុស្សយើងអត់មកទទួលស្គាល់ទេថាការដែលគេសល់លុយហ្នឹងគឺមកពីគេឆ្លាតជាងយើងឥឡូវកុំតន់អាននិយាយរឿងគេនិយាយរឿងខ្លួនឯងសិនរឿងខ្ញុំហ្នឹងអ្នកនរគ្នាកាលខ្ញុំនៅពេញអ្នកនរគ្នាខ្ញុំចាយលុយដូចព្យុះអញ្ចឹងដោយសារតែពាក្យមួយម៉ាត់ថៃចេះអញធ្វើការហត់ចង់ងាប់ដែរទិញកាដូឲ្យខ្លួនឯងខ្លះទៅអញមិនយកលុយទៅលេងល្បែងផងប៉ុន្តែកាដូខ្លះហ្នឹងគឺវាអត់ន័យកាដូគ្មានន័យអតីតក៏គ្រុនគ្រាព្រោះយើងមិនមែនជាគូនិស័យស្រេចក៏ខ្ញុំចាយលុយចង់បានកៅថ្មីក៏ខ្ញុំចាយលុយចង់បាន17 Pro Max ក៏ខ្ញុំចាយលុយចង់ស្អាតក៏ខ្ញុំចាយលុយដែរបាទគាត់ថាចំណុចចុងក្រោយចង់ស្អាតចាយលុយនេះគឺខ្ញុំគ្រប់ត្រូលដោយសារតែយើង invest លើសម្រាប់ខ្លួនឯងតាពេលខ្លះរបស់ខ្លះទិញមកប្រើបានតែម្ដងគឺថាຕົកចោលហើយបើថាឃើញរបស់អីចាញ់ថ្មីអញ្ចឹងអត់បានទេធំនឹងវាបោករំជួលចិត្តរំជួលអារម្មណ៍ចង់ទិញហើយជាក់ស្ដែងដូចកៅអញ្ចឹងពេញទូផឹកឡើងមកស្រែកឡងថាហៅអីស្លៀកមានទេអានេះទៅខ្ញុំស្លៀកដូចជាមិនសូវសមអានោះស្លៀកទៅដូចជាមិនសូវស្អាតត្រូវទិញថ្មីបាទណាមួយក្នុងកង់នឹងលុយក៏វាសល់ខ្លះទៀតចាយសិនទៅចាំអស់ចាំគិតទៀតណាមួយតែចុងខែលុយចូលកង់ទៀតត្រូវអត់ហើយនេះគឺជារបៀបរបបនៃការចាយលុយភ្លើរបស់ខ្ញុំដូចគ្នាដែរបាទត្រឡប់ទៅកាន់រឿងគេវិញមើលទៅប្រាក់ខែគេប្រហាក់ប្រហែលយើងទេហើយគេសល់លុយហើយសល់មាសទៀតដោយសារតែគេហ្នឹងគេមានវិន័យនៅក្នុងការចាយលុយគេអត់ចេះតែចាយលុយតាមចិត្តចង់ដូចយើងទេហើយតាមខ្ញុំមើលទៅគេមានកញ្ចប់លុយទូចមួយសម្រាប់សន្សំនៅពេលដែលគេមានបញ្ហាទៀតឥឡូវខ្ញុំក៏ហ៊ានសតតាមគេដែរគឺថាខ្ញុំលេងចាយលុយតាមអារម្មណ៍ខ្ញុំចាយតែលើអីដែលចាំបាច់ត្រូវចាំថាអញ្ចឹងអ្នកទាំងអស់គ្នាបើសិនជាយើងអត់លុយហ្នឹងមានតែយើងទេដែលពិបាកខ្លួនឯងអត់មានអ្នកណាគេមកពិបាកជាមួយយើងទេសកម្មភាពទូចៗដែលយើងមើលម្លងរាល់ថ្ងៃហ្នឹងគឺវាជាឥទ្ធិពលដល់លុយរបស់យើងនឹងឯងហើយចុងក្រោយអ្នកទាំងអស់គ្នាអ្នកដែលគេសល់លុយគឺគេមានសេរីភាពនៅក្នុងការសម្រេចចិត្តនៅលើជីវិតរបស់គេចំណែកអ្នកដែលគាត់ចាយលុយឲ្យគិតហ្នឹងទោះបីជាការងារគាត់មានសម្ពាធបែបណាក៏ដោយក៏គាត់ហ៊ានឈប់ដែរព្រោះថាគាត់អត់មានលុយសម្រាប់ត្រៀមទុកនៅពេលដែលគាត់មានបញ្ហាអីគេមួយចំណុចនេះគឺខ្ញុំអត់ចេះតែនិយាយទេខ្ញុំខ្លួនឯងហ្នឹងគឺខ្ញុំធ្លាប់ឆ្លងកាត់ផ្ទាល់តែម្ដងអ្នកនរគ្នាអ្នកនេះចាំមកចំណុចទៀតស្ថានភាពរស់នៅរបស់មនុស្សម្នាក់ៗខុសគ្នារបៀបរបបនៅក្នុងការចំណាយក៏ខុសគ្នាដែរអញ្ចឹងពួកយើងមិនបាច់ចាំតុកសិចពេកទេដោយសារតែពួកយើងទាំងអស់គ្នាខ្ញុំជឿថាអ្នកមើលវីដេអូរបស់ខ្ញុំហ្នឹងគ្រប់គ្នាក៏មិនមែនជាអ្នកជំនាញខាងផ្នែកហិរញ្ញវត្ថុអីដែរនេះគ្រាន់តែជាបទពិសោធន៍របស់ខ្ញុំទេអីដែលអ្នកទាំងអស់គ្នាត្រូវធ្វើហើយអីដែលជា tip របស់ខ្ញុំដូចគ្នាដែរគ្រាន់តែកាត់បន្ថយនៅការចំណាយដែលមិនចាំបាច់ពេលនោះហើយដែលលុយនៅក្នុងកងរបស់អ្នកទាំងអស់គ្នានឹងសល់ដែលមិនដឹងខ្លួនស្រ័យប្រាប់គេថាសំលុយរួចខ្លួនឯងសល់លុយប្រមាណទេនោះខ្មៅអៀតអីអាក្អណាប្រាប់គេតាមថងទៅមានតែសល់លុយច្រើនស្អីចុងខែដាច់លុយចាយដូចតែគ្នានឹងគ្រាន់តែថាខ្ញុំមានរ៉ូលមួយដែលខ្ញុំប្រកាន់ខ្ជាប់ខ្លួនឯងថាយ៉ាង